ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសម្រាប់ថ្ងៃនេះផងដែរខ្ញុំធ្វើវីដេអូចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការធ្វើដៃអាវមួយនេះណាបងប្អូនដោយសារតែខ្ញុំឃើញវាស្តៀងទៅនឹងម៉ូដរបស់គេខ្លាំងអញ្ចឹងហើយខ្ញុំក៏ធ្វើវីដេអូចែកម្លែកបងប្អូនពីរបៀបនៃការធ្វើដៃអាវមួយនេះនិយាយរួមទៅតិចនេះគឺរកបានដោយខ្លួនឯងដោយសារស្តៀងខ្ញុំធ្វើវីដេអូចែកម្លែកបងប្អូនតែម្ដងតោះបងប្អូននេះដៃអាវរបស់គេណាម៉ូដដែលបោះភ្ញៀវខ្ញុំគាត់បានកម្មង់អានេះម៉ូដរបស់គេបងប្អូនអាចមើលបាននេះគឺនៅលើស្មារបស់គេមានរាងដូចស៊ីសវ័តតិចចឹងបងប្អូនតោះឥឡូវយើងទៅមើលពីការគូតែម្ដងទៅបងប្អូនគូពុំណាឥឡូវខ្ញុំឧទាហរណ៍នៅលើរូបនេះបងប្អូនខ្ញុំឧទាហរណ៍នៅលើរូបដែលខ្ញុំបានគូជាដំបូងបងប្អូនវាស់ខាងមុខបងប្អូនស្រឡាញ់ត្រឹមសម្រងប្រមាណខាងមុខបងប្អូនចុចយកត្រឹមហ្នឹងរួចបន្តមកក្រោយទៀតបងប្អូនវាស់ពីមុខបន្តមកខាងក្រោយជុំវិញស្មាតាមភាពជាក់ស្ដែងរបស់បងប្អូនស្រឡាញ់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំវាស់ជុំវិញស្មាខាងមុខនិងស្មាខាងក្រោយហ្នឹងគឺបាន50បងប្អូនអញ្ចឹងជុំវិញស្មាមុខក្រោយរបស់ខ្ញុំបាន50យើងយកទៅចែកជា2បងប្អូនគឺបាន25លេខ50ចែកជា2បាន25បូក1នៅពេលដែលយើងចែកឲ្យបានបូកនឹង1បងប្អូន1ហ្នឹងគឺជាចំណីអញ្ចឹងនៅពេលដែលយើងចែកបានរួចរាល់ឃើញហើយបងប្អូនអាចយកទៅគូពុំដៃអាវនឹងបានហើយបងប្អូនដោយសារយើងរយជុំវិញស្មាឃើញហើយអញ្ចឹងយើងអាចគូពុំដៃនឹងបានហើយបងប្អូនអញ្ចឹងជាដំបូងយើងគូ26សិនមកបន្ទាប់ពីបាន26គឺខ្ញុំបូកទៅនឹង5លេខទៀតអាកន្លែងដែលយើងចាប់បត់ភ្លីខាងលើហ្នឹងគឺខ្ញុំបូក5លេខបន្ទាប់ពី26បូក5ហើយគឺយើងអាចរកទៅតឹងនេះបានហើយខាងក្រោមនេះយើងកុំយកគូត្រង់ឆិតត្រង់មកស្រួចត្រង់ណាគឺយើងរួចលួចរៀងCរៀង A បន្តិចបងប្អូន A បន្តិចណាកន្លែងដែលយើងត្រូវភ្ជាប់ស្មាបងប្អូនហើយកន្លែងនេះគឺកន្លែងចុងដៃបន្ទាត់កោងដូចគ្នាតែកន្លែងផ្នែកខ្ញុំហៅចុងដៃទៅចុះបងប្អូនកន្លែងហ្នឹងណាអញ្ចឹងយើងសន្និដ្ឋានថាកន្លែងហ្នឹងចុងដៃហើយនៅពេលដែលយើងកាត់កណាត់យើងត្រូវបត់ជា2ដូចខ្ញុំបត់กระดาษពុំនេះចឹងបងប្អូនតែពេលពុំយើងកាត់តែមួយក៏បានដែរបងប្អូនហើយអាទំហំនេះគឺយក15ហើយអាខាងក្រោមចុងស្រួចនេះណាបងប្អូនចុងកែមស្រួចនេះគឺយើងលួចចេញប្រហែលជា2លេខបងប្អូន2លេខណាហើយប៉ុណ្្នឹងឯងបងប្អូននិយាយរួមទៅដៃអាវហ្នឹងគឺតែប៉ុណ្្នឹងឯងបងប្អូនរួចរាល់ហើយអត់មានអីច្រើនទេអត់មានអីពិបាកអីបងប្អូនប៉ុន្តែគ្រាន់តែថាដៃអាវមួយនោះបើសិនជាយើងអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចក៏វារៀងពិបាកដែរយើងខ្លាចកាត់កណាត់គេទៅខុសយើងឃើញថាទូចមែនសាមញ្ញមែនប៉ុន្តែបើយើងអត់ដឹងពីតិចនិចនៃការកាត់នៃការធ្វើអាចនឹងកាត់ខុសរបស់ភ្ញៀវយើងដែរបើកណាត់ធ្មេញឈើរាយអាចនឹងខ្វះបងប្អូនអញ្ចឹងយើងត្រូវធ្វើប៉ាន់ឬយើងត្រូវចលោលើកណាត់អីមួយដែលចោលសិនទៅចាំយើងយកទៅកាត់សម្រាប់ណាបងប្អូនបើសិនជាបងប្អូនអត់ទាន់ចេះហើយតែអានេះដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺខ្ញុំធ្វើប៉ាន់សាកល្បងមើលសិនឃើញថាត្រូវស្អាតទើបបានខ្ញុំយកទៅធ្វើលើដៃអាវជាក់ស្ដែងរបស់ភ្ញៀវបងប្អូនហើយបន្ទាប់មកទៀតគឺយើងបត់យើងអីអញ្ចឹងទៅពុំនេះប៉ុន្តែបងប្អូនចាំមើលវីដេអូពីការដេរប៉ាន់នៅខាងមុខនឹងទៀតគឺខ្ញុំមានបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការដេរផងដែរនៅខាងមុខវីដេអូនឹងទៀតណាបងប្អូនអញ្ចឹងដៃអាវនឹងពេលដែលយើងដេរទៅយើងបត់ហើយរួចរាល់ណាវាចេញលក្ខណៈទ្រង់ទ្រាយបែបនេះបងប្អូនដូចនៅក្នុងពុំដែលខ្ញុំបត់នឹងអញ្ចឹងតោះឥឡូវបងប្អូនអានេះខ្ញុំគ្រាន់តែបត់ឲ្យបងប្អូនមើលលេងត្រួសពីការធ្វើម៉ូដពុំនឹងនៅលើពុំណាបងប្អូនតោះឥឡូវយើងទៅមើលពីការធ្វើនៅលើកណាត់ជាក់ស្ដែងតែម្ដងបងប្អូនអានេះបងប្អូនយើងកាត់រួចរាល់បែបហ្នឹងហើយបងប្អូនបត់កណាត់យើងជា2បែបនេះតែសម្រាប់ពុំយើងប្រើមួយស្លឹកមួយចំហៀងដូចមិញក៏បានដែរបងប្អូនឃើញកណាត់យើងបត់ជា2ណាយើងកាត់ជា2មក
អានេះខ្ញុំកាត់តែមួយឲ្យបងប្អូនមើលទេហើយយើងច្រឹបបែបហ្នឹងមកបន្ទាប់មកទៀតយើងយកកាវបងប្អូនហើយកៅរបស់យើងបើមានពណ៌ដូចកណាត់យើងយកពណ៌ដូចកណាត់ទៅបងប្អូនស្អាតតែខ្ញុំអត់មានខ្ញុំប្រើពណ៌ខ្មៅជំនួសអានេះខ្ញុំគ្រាន់តែធ្វើបង្ហាញបងប្អូនអញ្ចឹងខ្ញុំអាចប្រើកៅបែបនេះបានបងប្អូនដោយសារនេះខ្ញុំគ្រាន់តែធ្វើឲ្យបងប្អូនមើលអញ្ចឹងណាហើយសម្រាប់សាច់កៅយើងកាត់មកបងប្អូនហាកន្លែងស្រួចៗនោះយើងលួចស៊ីតិចទៅសម្រាប់សាច់កៅជាទម្លាប់ក្បួនរបស់ខ្ញុំដែលតិចនិចរបស់ខ្ញុំធ្លាប់ប្រាប់កន្លងមកបងប្អូនដឹងហើយណានៅវីដេអូមុនពីរបៀបលួចសាច់កៅមិនអញ្ចឹងណាតិចនិចនេះគឺជាតិចនិចពិសេសសម្រាប់របស់ខ្ញុំដែលខ្ញុំរកបានខ្លួនឯងហើយឃើញថាស្អាតណាបងប្អូនហើយខ្ញុំយកទៅចែកម្លែកបងប្អូនទាំងអស់គ្នាមើលពីការលួចសាច់កៅកុំឲ្យសល់នឹងពិសេសខ្លាំងមែនតែម្ដងបងប្អូនព្រោះកៅពេលខ្លះអ្នកខ្លះគាត់អត់ចេះអត់ចេះលួចស៊ីគឺដឹងអសល់សាច់កៅហើយអញ្ចឹងតិចហ្នឹងតែវាសំខាន់បងប្អូនអញ្ចឹងកន្លែងណាស្រួចនេះអីគឺយើងតាក់អំបោះមកបងប្អូនឡាយតែនិយាយដល់នេះហើយបងប្អូនហើយកន្លែងចំណុចម្លីនេះម្លីបានប៉ុណ្ណាបងប្អូនយកប៉ុណ្ណឹងមកយើងម្លីទៅហើយសម្រាប់ការម្លីយើងកុំដាក់ញឹកពេកកុំដាក់ញឹកដូចធ្នេដេពេកណាបងប្អូនយើងដាក់មកអំវើល្មមមកហើយនេះខ្ញុំកំពុងតែច្រឡងរចំណុចកដាលចំណុចកដាលបន្ទាប់មកទៀតយើងយកទៅអ៊ុតទៅបងប្អូនបន្ទាប់ពីយើងអ៊ុតបានហើយយើងចាប់ផ្ដើមដេរបងប្អូននោះបងប្អូនកន្លែងលើសតិចតួចនោះអត់បញ្ហាទេព្រោះកន្លែងហ្នឹងយើងបត់ទៅក្នុងអាមិញហ្នឹងខ្ញុំស្មានយកដែរយើងយក4លេខបងប្អូនពីដើមវីដេអូយើងទុក5លេខប៉ុន្តែដល់ពេលយើងដេរគឺយើងយកតែ4ទេបងប្អូនកន្លែងចាប់ភ្លីនេះណាចាប់ភ្លីបត់ស្មានេះខាងក្រោម4ខាងលើ4ដូចគ្នាមូលហេតុខ្ញុំយក4ដោយសារយើងវាស់ខ្លួនអាវគឺយើងវាស់យកសាច់ថឹងតែម្ដងតែនៅពេលដែលយើងដេរគឺយើងត្រូវតែបធូរដៃទៅយាយបងប្អូនសម្រាប់ដៃអាវគឺយើងត្រូវតែបធូរបើយើងអត់បធូរទេវាខ្ញឹងខ្លួនអាវអត់ស្អាតណាវាធ្វើឲ្យដាក់ខ្លួនអាវរួញអញ្ចឹងយើងបធូរតិចទៅយើងបត់4លេខហើយយើងដេរបែបនៅក្នុងវីដេអូហ្នឹងទៅបងប្អូនអាចយល់ហើយកន្លែងនេះផ្នែកចុងដៃណាបងប្អូនយើងបកបែបអញ្ចឹងចូលមកក្នុងមកយើងលៃវាឲ្យស្មើទៅនឹងក្រោមដែលយើងបានកាត់រួចរាល់ហ្នឹងឲ្យចំកដាលវិញមកព្រោះយើងបានគូកដាលហើយយើងកុំឲ្យដាក់តឹងអត់ស្អាតទេណាសុខចិត្តឲ្យលងតិចកន្លែងហ្នឹងបងប្អូនតែតឹងវារៀងល្មូលអត់ស្អាតទេអញ្ចឹងយើងសុខចិត្តឲ្យធូរបន្តិចល្អបងប្អូនដៃអាវហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នានេះរួចរាល់ហើយណាហ្នឹងហើយបងប្អូនដៃអាវហ្នឹងគឺតែប៉ុណ្្នឹងឯងបងប្អូនឥឡូវរួចរាល់ហើយណាបងប្អូនជួយដាក់បន្ទុកថាស្តៀងហើយនឹងដូចរបស់គេប្រហែល100%ដែរបងប្អូននៅពេលរួចរាល់ហើយយើងអាចយកទៅដាក់លើស្មាបានហើយបងប្អូនយើងចង់ដេរសកត់ក៏បានយើងចង់ឆិតក៏បានតែសម្រាប់ខ្ញុំឆិតណាហើយអាកន្លែងស្នាមនោះបងប្អូនស្នាមកន្លែងធ្នេស្មាហ្នឹងបងប្អូនអ៊ុតឲ្យហើយក៏បានដែរពេលដែលយើងដាក់លើស្មាទៅឃើញរៀបស្អាតកន្លែងហ្នឹងបងប្អូនឃើញខ្ញុំរៀងមានស្នាមមេកន្លែងចំណុចហ្នឹងអញ្ចឹងបងប្អូនមុននឹងចាប់ភ្លីបងប្អូនអ៊ុតឲ្យហើយអ៊ុតអាកន្លែងធ្នេត្រេភ្ជាប់ស្មាហ្នឹងណាបងប្អូនអ៊ុតឲ្យហើយស្អាតសកត់វាស្អាតទៅចាំយើងអ៊ុតពលានតិចវិញហើយចាំយើងដេរស្មាហ្នឹងមកគាត់ថានៅដើមវីដេអូមិញហ្នឹងខ្ញុំអត់បាននិយាយប្រាប់បងប្អូនទាំងអស់គ្នាអស់ចឹងណាអញ្ចឹងនៅពេលដែលយើងដាក់រួចរាល់បងប្អូនឃើញស្តៀងរបស់គេប៉ុន្មានភាគរយដែរបងប្អូនជួយឲ្យបន្ទុកផងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចុងក្រោយនៃវីដេអូរបស់ខ្ញុំក៏បងប្អូនគិតថាវីដេអូដែលខ្ញុំចែកម្លែកនេះទៅធ្វើទៅមានប្រយោជន៍សម្រាប់បងប្អូនអាចចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយទៅដោយសារ Channel YouTube នេះគឺខ្ញុំធ្វើឡើងដើម្បីចែកម្លែកពីរបៀបដេរនឹងឯងបងប្អូនទាំងអស់គ្នាហើយសម្រាប់ការចែកម្លែកនេះផងដែរគឺតិចតួចប៉ុណ្ណោះបងប្អូនហើយខ្ញុំចែកម្លែកសម្រាប់អ្នកដែលគាត់ថ្មីដែលគាត់អត់ទាន់ចេះសោះឬក៏គាត់ទៅរៀនហើយគាត់ស្ទើរក្បួនគាត់អាចធ្វើបានគាត់អាចមើលវីដេអូចែកម្លែករបស់ខ្ញុំតិចតួចនេះបានអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយទៀត